Hello សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយអញ្ចឹងកាលពីវីដេអូមុនខ្ញុំធ្វើការបង្ហាញពី introduction of ភាសា C និងការ install Del C++ សម្រាប់យកមកសរសេរ code C ចំពោះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីការប្រកាសអត្ថេរនិងប្រភេទទិន្នន័យតើចង់ដឹងថាអត្ថេរនិងប្រភេទទិន្នន័យហ្នឹងវាជាអីគេវាយ៉ាងម៉េចដែរតោះឥឡូវទៅតាមជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងយើងក៏លេចមកមើលនៅក្នុង slide របស់យើងឃើញថានៅក្នុងនេះយើងមាននៅក្នុងនេះយើងមាន data type in C C programming របស់យើងហ្នឹងអញ្ចឹងគឺវាមានបែងចែកជាពីរផ្នែកមាន primitive និង derive ចំពោះឥឡូវនេះខ្ញុំនឹងនិយាយទៅ primitive ខាងនេះទេខ្ញុំអត់នឹងនិយាយអំពី derive ទេអញ្ចឹង primitive របស់យើងមាន in មាន char មាន double មាន float មាន double អញ្ចឹងទៅចំប៉ុន្តែខាងនេះគឺយើងអត់ទាន់និយាយទេយើងចាំបង្ហាញនៅវីដេអូក្រោយៗទៀតអូខេតោះអូខេអញ្ចឹងយើងចូលទៅកាន់ slide មួយទៀតមកដល់ត្រង់នេះគេនិយាយពីការប្រកាសអត្ថេរអញ្ចឹងមុនប្រកាសអត្ថេរបានយើងត្រូវស្គាល់អ្វីទៅជាអត្ថេរអញ្ចឹងបើនៅក្នុងគណិតវិទ្យាអត្ថេរគឺជាតម្លៃមួយដែលគេប្រកាសឲ្យវាស្មើអ្វីមួយអញ្ចឹងទៅឧទាហរណ៍ថា x យើងឲ្យ x ស្មើ5 x ស្មើ10 x ស្មើ20អញ្ចឹង x ហ្នឹងហើយគឺជាអត្ថេរអញ្ចឹងណាចំពោះនៅក្នុង programming ក៏ដូចគ្នាដែរបាទអញ្ចឹងអត្ថេររបស់យើងគឺជា variable ហ្នឹងឯងបាទអញ្ចឹងនេះគឺជា syntax របស់វា data type variable បាទគេនឹងស្អីអញ្ចឹង syntax ដើម្បីប្រកាសអត្ថេរអញ្ចឹងនេះគឺជា example ទ្រោះដែលបង្ហាញពីការប្រកាសអត្ថេរហ្នឹងឯងណាអូខេអញ្ចឹងមាន in ថាជា in result ស្មើនឹង55អញ្ចឹងយើងឃើញថា in សម្រាប់គត់បាទអញ្ចឹងយើងដឹងហើយចំនួនគត់គឺជាចំនួនដែលមានលេខ1 2 3 4 5 6រហូតដល់ណាដល់ណាយើងទៅឲ្យទៅចំនួនគត់យើងដឹងហើយចំនួនគត់គឺជាចំនួនដែលគ្មានក្បៀសអូខេអញ្ចឹងកាលណាយើងត្រូវប្រកាសវាជាចំនួនគត់យើងត្រូវប្រើdata type in ណាអូខេមកចំណុចទៀតគឺ float អញ្ចឹង float យើងឃើញថាfloat សម្រាប់ចំនួនទូសភាគបាទអញ្ចឹងយើងដឹងហើយចំនួនទូសភាគគឺជាចំនួនទាំងឡាយណាដែលវាមានក្បៀសត្រូវអត់កាលណាដែលយើងចង់ប្រកាសជាចំនួនទូសភាគយើងត្រូវយក data type វាគឺជា float អញ្ចឹងគឺនេះខ្ញុំដាក់ float py pi ឬក៏ pi អញ្ចឹងទៅយើងអានខ្មែរអត់ប្រកាន់ទេណាអូខេអញ្ចឹង float ជាចំនួនសម្រាប់ចំនួនទូសភាគដល់ពេលឆាបាទឆាគឺយើងខ្ញុំដាក់ថា letter ប្រកាស variable ជា letter អញ្ចឹងឆាគឺជាសម្រាប់តួអក្សរបាទអញ្ចឹងយើងដឹងហើយតួអក្សរវាមាន a b c ដល់ a ដល់ f ដល់ណាដល់អញ្ចឹងទៅបាទអញ្ចឹងកាលណាយើងចង់ប្រកាសអត្ថេរជាតួអក្សរគឺយើងត្រូវប្រើ data type ឆាអូខេតែប៉ុណ្្នឹងទេមកដល់ចំណុចនេះគឺ 2.2 ប្រភេទទិន្នន័យមូលដ្ឋានបាទអញ្ចឹងយើងរៀនឥឡូវនេះយើងរៀនតែឆាយើងមើលថាឆាវាមានដែនកំណត់វាពីណាទៅដល់ណាបាទខ្ញុំគួរឲ្យមើលចឹងទៅដើម្បីងាយមើលបាទអញ្ចឹងឆាគឺ site in byte 1បាទ rank វាពីដក100ទៅ127អូខេអញ្ចឹងនេះគឺជាឆាយើងប្រើបានប៉ុណ្ណឹងមួយទៀតគឺ data type in របស់យើងមិញហ្នឹងណាបាទអញ្ចឹងយើងដឹងហើយ in គឺសម្រាប់ចំនួនគត់ណាបាទចំនួនគត់គឺជាចំនួនដែលខ្ញុំមានហ្នឹងឯងអញ្ចឹង in site in byte វាគឺ2ណាអញ្ចឹងពេល rank វាចាប់ពីដក 32768 ទៅដល់ 32767 ចំនួននេះគឺធំណាអញ្ចឹងយើងប្រើមិនដោះទេអាស្រ័យទៅលើយើងបង្កើតយើងចង់បង្កើតលើសពីហ្នឹងអត់បានបាទតែជាទូទៅយើងមិនបង្កើតអីធំចឹងពេកទេនេះយើងបង្កើតមកល្មមឲ្យវាសមរម្យបើយើងបង្កើតធំពេកវាស៊ីរ៉ាមរបស់យើងច្រើនណាអូខេបន្តមកទៀតគឺ float និង double បាទអញ្ចឹងមិញខ្ញុំនិយាយ float តែមួយទេឥឡូវឃើញ double មួយទៀតបាទអញ្ចឹង float និង double គឺបងប្អូនវាទេមានន័យថាម៉េចមានន័យថា float និង double គឺជាសម្រាប់ចំនួនទូរស័ព្ទដូចគ្នាណាបាទអញ្ចឹងគ្រាន់តែ float នៅក្នុង site in byte របស់វាមានតែ4ដល់ពេល double site in byte របស់វាគឺ8ណាដល់ពេល rank របស់វាfloat គឺ 3.4e ទៅដល់38ដល់ 3.4e បូក38ណាដល់ពេល double
4e ដក 308 ទៅដល់ 1.7e បូក 308 អញ្ចឹងឃើញថារាំងវាធំមែនទែនចា៎គឺយើងមិនបាច់ទៅខ្វល់ជឿក្បាលអីទេលេខប្រព័ន្ធប៉ុណ្នេះយើងប្រើមកស្រឡាញ់យើងចង់ដាក់បានដាក់ណាបាទអញ្ចឹងម្ដងទៀតអញ្ចឹង in សម្រាប់ចំនួន float គឺជាចំនួនទូរស័ព្ទឆាគឺជាតួអក្សរនៅក្នុងនេះគឺជា data type in C និង C++ អញ្ចឹងបាទអញ្ចឹងកាលណានៅក្នុង data នៅក្នុងភាសា C មាន data type អីខ្លះនៅក្នុងភាសា C ក៏មាន data type នឹងដូចគ្នាហេតុអីដោយសារភាសា C++ គឺវា C++ គ្នាណាបាទអញ្ចឹងវាមាន primary secondary ឥឡូវយើងរៀនតែ primary សិនទេមាន int char float boolean voice while character អីចឹងទៅអូខេបាទវាlạiហើយអថេមិញបាច់ចេះម្ដងទៀតទេណាបាទអញ្ចឹងយើងសរនេះថាតម្លៃនេះគឺជាតម្លៃដែលមិនបានក្នុងការប្រតិបត្តិការនៃកម្មវិធីវាត្រូវបានកំណត់ដោយបាទ define ឬក៏ keyword con បាន keyword con និយាយថាយ៉ាងម៉េចទៅអញ្ចឹងមានន័យថាកាលណាយើងបង្កើតថេដែលយើង stand នៅខាងយើងអាចផ្លាស់នេះมันផ្លាស់ប្ដូរតម្លៃយ៉ាងម៉េចអញ្ចឹងមានន័យថាយើងបង្កើតឲ្យវាស្មើ5ដូចក្នុងកន្លែងនេះដែលខ្ញុំគ្រីនេះដូចក្នុងយើងបង្កើតឲ្យវាស្មើ5ឧទាហរណ៍ថាយើងចង់អាសាញតម្លៃឲ្យវាថ្មីស្មើ10ឧទាហរណ៍វាស្មើ10អញ្ចឹងបើយើងឲ្យវាស្មើ10ម្ដងទៀតមានន័យថាវាអត់អាចស្មើបានទេពីព្រោះអីពីព្រោះយើងបានប្រកាស keyword constraint នៅខាងមុខបញ្ជាក់ថានៅក្នុងការប្រកាស data type ហ្នឹង data type មាន variable មានអីស្មើប៉ុណ្ណឹងយើងមិនអាចផ្លាស់ប្ដូរវាបានទេតោះនេះទាំងអស់គ្នាអញ្ចឹងគឺយើងប្រកាសបែបម៉េចយើងប្រើវាបែបហ្នឹងយើងប្រកាសឲ្យវាស្មើ5យើងប្រើស្មើ5យើងអាចផ្លាស់ប្ដូរតម្លៃវាទៅណាទៅណីបានទេបាទអញ្ចឹងបើយើងចង់ធ្វើបែបហ្នឹងយើងមិនចង់ឲ្យមានទិន្នន័យណាដែលប្រែប្រួលបានយើងត្រូវប្រកាស con ពីមុខមកដែលមកពីពាក្យថា constant នឹងឯងអញ្ចឹងវាដូចទៅការប្រកាស variable របស់យើងធម្មតាទេបាទយើងគ្រាន់តែថែមពាក្យ constant ពីមុខមកយើងនឹងប្រកាសតម្លៃបែបហ្នឹងបានទេអញ្ចឹងយើងប្រកាសមកបែបណាយើងប្រើបែបហ្នឹងទៅបាទក្នុងកន្លែងត្រង់នេះគឺយើងបាទយើងដឹងហើយនេះអញ្ចឹងគឺថាយើងប្រកាសជា define ក៏យើងមិនអាចផ្លាស់ប្ដូរតម្លៃបានទេណានេះ PPI អញ្ចឹងយើងប្រកាសប៉ុណ្ណឹងយើងប្រើបានតែប៉ុណ្្នឹងឯងយើងប្រើបានតែលេខមួយហ្នឹងឯងយើងមិនអាចផ្លាស់ប្ដូរតម្លៃវាបានទេនេះដូចគ្នា con int ឬក៏ int ហ្នឹងឯង mix value អញ្ចឹង100យើងអត់អាចកែប្រែតម្លៃវាបានទេអូខេបាទអូខេឥឡូវយើងមកមើល example code របស់យើងបាទអញ្ចឹង example code របស់យើងគឺភាសា C យ៉ាងហើយអត់មានអីស្មុគស្មាញទេអានេះជាឧទាហរណ៍ទូចមួយណាអញ្ចឹងយើងមានinclude stdio.h អនុគមមែនការប្រកាស variable មានន័យថាជា in ការប្រកាស variable មានន័យថាជា float ការប្រកាស data type មាន variable ជា char អញ្ចឹងយើងដឹង in សម្រាប់ចំនួនកូដ float សម្រាប់ចំនួនទស្សភាគនិង char សម្រាប់ចំនួនសម្រាប់តួអក្សរបន្ទូឃើញខ្ញុំប្រកាសបន្ទូដែលយើងប្រកាសច្រើនតួអាហ្នឹងយើងមានក្បាច់សរសេរផ្សេងមួយទៀតតែឥឡូវយើងនិយាយតែបន្ទូសិនអូខេអញ្ចឹងយើងមើលកន្លែងអនុគម print បន្តិចបាទអញ្ចឹងយើងមាន printf បាទបើកdouble quote មកបាទ double quote នៅក្នុងមាន result 0.2/d អញ្ចឹងទៅនឹងមានអត្ថន័យមិនបាទកន្លែង %d head/n នេះអូខេ%d និង /n ហ្នឹងអញ្ចឹងកន្លែង %d /n ហ្នឹង %d នេះមានន័យថាបាទ %d មានន័យថាបើសិនយើងអត់ដាក់ %d ហ្នឹងមកទេយើងមិនអាចទាញទិន្នន័យពី result នេះមកបង្ហាញនៅកន្លែង print បានតោះនេះទាំងអស់គ្នាមានន័យថាតើយើងដាក់ %d បានយើងអាចទាញទិន្នន័យ result ស្មើ55នេះមកដាក់ត្រង់នេះបានបាទអាហ្នឹងគឺជាអត្ថន័យរបស់វាទៅពេលចំពោះ /n គឺមានន័យថាយើងចុះបន្ទាត់មានន័យថាយើង
cho xe mà bắt đầu hay dương cho toàn chân dương đã slide ăn mà bây giờ đã slide ăn thì cậu nó bị to khả năng chân dương thật đã slide ăn là bảy bàn cho bắt đầu bạn chứng mơ bạn cùng print FTP và dương chân dương mình pay khả năng chụp post slide em ní đối cho mỗi những slide slide đi đấy chứng slide F ní bây giờ đã slide F thế dương mình ai tin cho này pi pay bàn này chứng sum đua xua tha tá hay đấy ban là khang lợp phía rồi đi khang cào phía rồi chẳng khơi dương khơi thà phía rồi đi result bởi vì đây là thay vì chỉ in mà nó sum đuôn cột phần tái trên pu pay vào dương này bay cho được 4 chưa chừng đuôn tu phía chẳng dương mà đã phía rồi đi bán này trừ dương thợ đã phía rồi bà sẽ là anh ấy bạn chị đồng tiết dương đằng hái bạn chứng mà đồng tiết phía rồi F dương private là đại dương trong tiên trên này một bằng hai chia chừng đuôn tu phía đi bao dương này pay ý khơi bay cho được 4 chứng dương thợ và phía rồi F là bay ở việc bà hai trên này mình lựa console bao dương bây giờ ở phở tế ở tranh mà thì bà chỉ có dương R dương ran tới dương R code chẳng tới ok chứng dương ở mơ là hàng cào một chút chứng print F hàng cào đôi khi chả chứng print C ní đối từ lực hàng này là tận này viết miền đây tha dương private ở phía đây dương trắng tiên trên này chỉ tụi so màu và hai chẳng tới tiên trên này pi letter này để dương bảo cả letter nó smart so a mày nói bây giờ đã ở phía rồi gì thế dương tranh đầm lại FC cái bình luận đó bà chân dương thử đã phía rồi xí là bây giờ bằng hai trên này chỉ tụi so mùi tùa cha raptor là này ok bạn chân cứ chia cao bây giờ code thì mình được nâng tỏ ở lấy dương tên mưa cả ủ thì họ code chest đây này mà đón tới bà ok tả lương dương cho đều siêu plus vào dương mắt và chân dương holder phá ở dương chuyện phá thì holder bị nhiều máu vì nên tránh so phá lại dương ok tỏ lấy dương xây code bao dương mấy bà nhận xong rồi thì cho dương nghi mới nữa bà chứng dương miền include stdio trên tập bốn ghế include stdio ok sorry stdio.a bây giờ đã năng tế dương ở đây phở anh ở cùng trên này bạn tổng mất cái dương miền này cùng in main và dương nữa okay. Bà chân dương bên này kia khác mà dương miền in dương miền in bà dương miền in bà nhiều người sinh nhập lịch bà in result bà in result dương sẽ đối kế này dương cho hậu cho học sinh chứng smart hasparam một thiết cứ float này bây giờ mình float đi sang quân trắng cana để ta thay vì tranh máu vì tranh nhà sọ đặt chân khăn đập và là bỏ vì tranh nhà sọ thò mặt đào bây giờ ok trắng dương miền tây ý mảnh smart nó bay chạy đọc buồn đấy và trắng dương bắt smi khla phải kê phóng bây giờ bắt ya rồi hai bà tụi mình dương miền cha bà một cái việc bên raptor đằng này bà dương miền letter bà là bỏ chia letter bà chân dương đã biết là không xin có code bà bây giờ đã nó không được bọc code bà này cho ta chúng tôi tràn này ok cho máu dương print đi tranh máu bà print ấy bà tập 4 cái dương print result lại vì cái đó bà result bốn cái chân dân đăng ấy xâm rạp tìm được tôi phía dương thở phở phía rồi đi hỏi có slide ấn chân slide ấn dân đăng đá cứ chia xâm rạp cho bà toàn bây giờ đã slide ấn thế ấy bây giờ mới tới riêng bọn thì chúng ta admin area thì bây giờ cho bà toàn xã thì phải slide ấn nhé ok ta sẽ thao bộ dưới chấm mà đo float cứ chưa dần luôn tôi sẽ chân dương thở rồi f nhé rồi cái slide ấn mình chuyển mọi tập nó ok hãy trong này pay nhé pay hay những bắt sinh làm mà với tôi mới cứ print tiết print f đi đằng ấy print f hay miền là thở bà ok chẳng là thấy những đang tha chương thở vào phía rồi si nhằm bay bà hai bị trên một cái này phổ vị trí tọa sò bà ok bên này chứ bà như xả rắn mà dương cho trong đi mắt nè bà ôi dương phải shortcut em đã mùi bà nhưng mà phải shortcut thế nhưng cho lừa bia mỏng tới ok chân đang hái muốn đang rắn bán cái dương tới sell bia chân
រើស file វាជា C ចូល file មកបាទយើងព្រោះយើងទៅសេភាសា C យើងsave វាជា C++ យើងពិបាករកបាទអញ្ចឹងនេះខ្ញុំដាក់បាទខ្ញុំឈ្មោះ file នេះគឺជា test variable អូខេអញ្ចឹងបន្ទាប់ពីដាក់ save file ហើយខ្ញុំ set save ចាំទីទាំងអស់គ្នាបាទឥឡូវបើយើងលោតមកហើយនេះបាទអញ្ចឹងដូចអ្វីដែលយើងចង់បានទេទាំងអស់គ្នាបាទដូចអ្វីដែលយើងចង់បានបាទអញ្ចឹង result របស់យើង55PI របស់យើងគឺ 3.14 បាទនេះគឺវាមានកន្ទុយខាងក្រោយទៀតបាទអត់ខ្វល់អីទេព្រោះ0ក្រោយគេអត់គិតទេណាអូខេបន្តមកទៀតមាន letter អីបាទកូដរបស់យើងអាហ្នឹងគឺមានតែប៉ុណ្្នឹងការប្រកាស variable អញ្ចឹងនៅ variable ជាច្រើនទៀតដែលយើងមិនទាន់បានសិក្សាអញ្ចឹងយើងឥឡូវយើងស្គាល់បាន3ហើយ variable 4ណា in float double ឆាអញ្ចឹង float និង double គឺដូចគ្នាទេសម្រាប់ចំនួនទូរស័ព្ទយើងចង់ប្រើពីណាក៏បានអត់មានបញ្ហាអីទេបាទគឺជាលទ្ធផលដែលយើងសរសេរកូដមិញដើម្បីបង្ហាញវាចេញមកក្រៅអូខេអញ្ចឹងខ្ញុំខ្វែងចោលវិញអូខេបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបាទអញ្ចឹងសង្ឃឹមថាទាំងអស់គ្នានឹងចាប់បាននៅចំណុចដែលខ្ញុំបង្ហាញទាំងអស់នេះអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹងធ្វើការបង្ហាញបន្តទៅទៀតថាមានអីខ្លះទៀតនៅក្នុងភាសា C ហ្នឹងអូខេអញ្ចឹងអ្នកទាំងអស់គ្នាជួយចុច Subscribe និងចុច Like ម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីដែលខ្ញុំតម្លាក់បើអ្នកទាំងអស់គ្នាចុច Subscribe ទៅខ្ញុំតម្លាក់វីដេអូភ្លាមអ្នកទាំងអស់គ្នានឹងទទួលបានវីដេអូមានប្រយោជន៍ភ្លាមតែម្ដងណាបាទអញ្ចឹងអត់មានអីនិយាយតទៀតទេអរគុណអ្នកទាំងអស់គ្នា See you later